ពីដើមឡើយម្ហូបអាហារនៅឃើញតែរបស់សៀមបាទរបស់បរទេសតែឥឡូវហ្នឹងបងប្អូនគឺសម័យឡើងចេញហើយយើងមានតែរបស់ដែលយើងធ្វើខ្លួនឯងចិញ្ចឹមខ្លួនឯងបាទដូច្នេះហើយកសិកម្មគឺវាល្អខ្លាំងមែនទែនសម្រាប់គ្រប់គ្រងចំណីអាហារហូបចុកនៅក្នុងផ្ទះរបស់យើងបាទមួយរយៈហ្នឹងគឺនិយមតែរបស់គេបាទនិយាយពីអតីតកាលគឺនិយមតែរបស់ដែលនាំចូលពីបរទេសបាទតាំងពីចូលប្រឡូកនៅក្នុងវិស័យកសិកម្មមកគឺថាមានអារម្មណ៍ថារបស់ដែលយើងធ្វើខ្លួនឯងយើងចិញ្ចឹមខ្លួនឯងយើងផលិតបានខ្លួនឯងហ្នឹងគឺមានមោទនភាពមែនទែនបាទទោះបីមិនសូវជាចូលចិត្តក៏ដោយបាទប៉ុន្តែគឺត្រូវតែព្យាយាមហូបបាទព្រោះវាមិនមែនជារបស់ដែលបំផ្លាញសុខភាពដែរគឺផ្ទុយទៅវិញគឺវាអាចជំនួយទៅដល់សុខភាពយើងទៅវិញទេបាទខ្ញុំគិតថាសង្គ្រាមរវាងខ្មែរយើងនិងសៀមអាចជាអូសបន្លាយយូរបាទនេះគាត់តែស្មានទុកទេបងប្អូនខុសឬត្រូវនោះខ្ញុំមិនហ៊ានថា 100% ទេគ្រាន់តែខ្ញុំមានអារម្មណ៍ថាអាចអូសបន្លាយយូរដូច្នេះហើយអ្វីដែលជួយយើងបានគឺយើងព្យាយាមបាទធ្វើកសិកម្មដាំដុះចិញ្ចឹមអ្វីៗដែលយើងអាចធ្វើទៅបាននៅក្នុងផ្ទះបាទវាអាចជួយយើងកាត់បន្ថយឲ្យយើងទៅរករបស់ពីក្រៅមកហូបបាទអញ្ចឹងការចិញ្ចឹមអីក៏ដោយបងប្អូនដំណាំដាំដុះចិញ្ចឹមអ្វីដែលយើងអាចធ្វើទៅរួចគឺយើងធ្វើទៅបាទសូមអរគុណបងប្អូនសំណាងល្អគ្រប់គ្នាបាទ